con ở nên thế này dương riêng pi cả độ lệch bẩn thém pi vịt ầu một liệt chẳng là bè cả này chứ bác chứ muốn được cả độ lệch một cái tổng ta lấy con lệch chui chơi sập cram vịt ầu này mùi vắng nhá cha ta chập đam nữa nhé lấy ta lấy lệch pram độ 7 pram độ 7 chính là saoประมาณ chẳng nhưng mình từng áo pram đọp ní muối pí 7 4 pramហើយយើងដក10 3 ចេញដក10 3ចេញ1 2 3នេះដក10 3ចេញមកចោលយើងនៅសល់ប្រមាណនៅសល់1 2អញ្ចឹង5ដក3នៅសល់2ចាអញ្ចឹងយើងសរសេរលេខ2នៅក្រោមនេះចាអញ្ចឹង5ដក3ស្មើនឹង2តោះឥឡូវទៅដកលេខមួយទៀតនេះយើង5ដក1 5ដក1យើងទាំងអស់យើងមានកូនទានេះ5កូនទា5ដក1ចេញនេះដក1នេះចេញមួយលើនេះចាអញ្ចឹងសល់ប្រមាណអញ្ចឹងទាទាំងអស់5ដក1ចេញនៅសល់1 2 3 4អញ្ចឹង5ដក1នៅសល់4អញ្ចឹងយើងសេលេខ4 5ដក1នៅសល់4ចាតោះឥឡូវយើងចូលលេខមួយទៀតលេខ3ដក1នៅសល់ប្រមាណអញ្ចឹងទាកងានសត្វកងានទាំងអស់ហ្នឹងវាមាន3ជាងដក1ចេញនៅសល់ប្រមាណអញ្ចឹង1 2 3អញ្ចឹងដក1នេះចេញយើងនៅសល់1 2ចាអញ្ចឹង3ដក1នៅសល់2សេលេខ2អញ្ចឹងនេះ3ដក1នៅសល់2តោះឥឡូវដកលេខលេខ4ដក2ចេញនេះដូចឧទាហរណ៍ក្នុងរូបនេះអញ្ចឹងសត្វគោមាន4ដក2នេះចេញនៅសល់ប្រមាណអញ្ចឹង4នឹងដក2ចេញនៅសល់1 2អញ្ចឹង4ដក2នៅសល់2អញ្ចឹងកូនរាប់មើលតាមសត្វហ្នឹងទៅអញ្ចឹង4ដក2ស្មើ2តោះឥឡូវយើងចូលលេខមួយទៀតនេះចាលេខមានមនុស្សទាំងអស់មាន4អញ្ចឹង4ដក1មានន័យថាមនុស្សទាំងអស់មាន4ដកម្នាក់ចេញយើងមើលទៅ1 2 3 4អញ្ចឹងយើងដក1នេះចេញនៅសល់ប្រមាណសល់1 2 3អញ្ចឹង4ដក1ស្មើនឹង3អញ្ចឹងសេលេខ3ចាអញ្ចឹង4ដក1ស្មើ3តែឥឡូវយើងដកលេខមួយទៀត2ដក1ចាអញ្ចឹងមនុស្សមាន2នាក់ណាយើងដកម្នាក់ចេញអសល់ម្នាក់អញ្ចឹងឧទាហរណ៍2យើងដក1សល់1ចាអញ្ចឹង2ដក1សល់1អញ្ចឹងលេខនេះគឺយើងរបៀបដកលេខគឺមានតែប៉ុណ្្នឹងទេកូនលេខមួយខ្ទង់គឺងាយស្រួលដកទេកូនអាចជឿជីឆ្កឹះចំនួន10ជីកឹះណាហើយយើងរៀនដកជីកឹះចេញតាមនឹងមកចាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបមួយអ្នកគ្រូនៅវីដេអូក្រោយទៀតចាបាយបាយ